មុនមកដល់កំពង់សោមណាខ្ញុំលើគេនិយាយមិនដាច់ពីមាត់ថាមកដល់ទីនេះណាតើតែស្គាល់អ៊ីអាវក្រហមតែបញ្ហាគឺមកដល់ទីនេះពេលមកដល់មែនតេអ្នកលក់ស្ទើរតែពាក់អាវក្រហមទាំងអស់គ្នាដើររកមួយជុំហើយខ្ញុំនៅតែមិនដឹងថានរណាជាអ៊ីអាវក្រហមតែពិតប្រាកដទេតែអ្វីដែលសំខាន់ជាងហ្នឹងគឺគ្រាន់តែជន់ជើងមកដល់ឆ្នេរភ្លាមណាអារម្មណ៍គឺ fresh ខ្លាំងតែម្ដងនេះពុកម៉ែបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងបាទហើយនៅទីនេះណាគឺម្ហូបឆ្ងាញ់ហើយធូរថ្លៃទេហើយម្ហូបពិសេសនៅទីនេះគឺជានុយថ្មីហើយបងប្អូនចង់ដឹងថានៅអ្វីតើរងចាំទស្សនាវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសួស្តីបងប្អូនជនរួមជាតិនិងអន្តរជាតិទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានមានឱកាសបានមកដល់ក្រុងកំពង់សោមហើយឬគេហៅថាក្រុងបរសីហនុនឹងឯងដែលជាទីក្រុងឆ្នេរសមុទ្រដ៏ល្បីល្បាញមួយរបស់ប្រទេសកម្ពុជាយើងអីអញ្ចឹងណានិយាយមែនទែនទៅមុននឹងដល់ទីនេះខ្ញុំបានឮគេនិយាយរឿងអ៊ីអាវក្រហមច្រើនខ្លាំងមែនទែនដូច្នេះក៏នាំគ្រួសារបានទៅលេងអីអញ្ចឹងទៅហើយអ្នកខ្លះបានប្រាប់ថាមកកំពង់សោមហើយបើមិនស្គាល់អ៊ីអាវក្រហមគឺដូចជាមិនទាន់បានមកដល់អញ្ចឹងមានណាក៏នៅពេលមកដល់ព្រមបងប្អូនមើលអ៊ីអាវក្រហមស្ទើរតែទាំងអស់គ្នាតែម្ដងបងប្អូនអើយនេះមួយណាអ៊ីអាវក្រហមពិតប្រាកដទៅបងប្អូនបាទប៉ុន្តែមិនខ្វល់ទេព្រោះម្ហូបនៅទីនេះដឹងតែឆ្ងាញ់ហើយពេលមកដល់ទីនេះមែនតែនខ្ញុំដើរមើលឆ្វេងមើលស្ដាំអ្នកលក់អ៊ីអាវក្រហមសឹងតែទាំងអស់បងប្អូនបាទអ៊ីនេះក៏អាវក្រហមអ៊ីនោះក៏អាវក្រហមចុងក្រោយនៅតែមិនដឹងថានរណាជាអ៊ីអាវក្រហមពិតប្រាកដដដែលតែអត់អីទេព្រោះអ្វីដែលខ្ញុំឃើញវិញគឺមាននៅទីនេះគឺថ្លៃម្ហូបអីគឺសមរម្យទេពុកម៉ែបងប្អូនបាទគឺអ្វីដែលយើងធ្វើឲ្យ fresh ខ្លាំងមែនតើនៅទីនេះគឺម្ហូបមីនុយថ្មីនេះបងប្អូនត្រាប់ដុតជាមួយនឹងត្រីកោះកុងគេដាក់ពងមាន់គេដាក់ទៅបំពងម៉ែបងប្អូនឲ្យដាក់ទៅគឺលិតមាត់ខ្លាំងមែនតើបងប្អូនបាទព្រោះអ្វីដែលខ្ញុំឃើញគឺមានម្ហូបនៅទីនេះគឺថ្លៃសមរម្យហើយបរិយាកាសគឺល្អខ្លាំងមែនតើបងប្អូនបាទថ្ងៃចុងសប្តាហ៍បងប្អូនទៅនេះអាចថានាំគ្រួសារនាំមិត្តភ័ក្តិបងប្អូនអីថាទៅឈៀលនៅមាត់សមុទ្រដាក់ឈៀលអង្គុយមើលថ្ងៃលិចជាមួយនឹងខ្លែមជាមួយនឹងត្រប់ដុតនេះបងប្អូនក៏អេមស្នែដែរបងប្អូនបាទឥឡូវម្ហូបពេញនិយមគេគឺត្រប់ដុតហ្នឹងបងប្អូននេះតើហាងណាតូបណាក៏ឃើញមានតែត្រប់ដុតដែរគឺត្រប់ដុតគឺពេញនិយមខ្លាំងមែនតែម្ដងបងប្អូនបាទតើកំពុងសោមមិនទៅរកគ្រឿងសមុទ្រអីបាទទៅរកត្រប់ដុតអីទៅវិញខ្ញុំស្ងល់ណាស់ហើយខ្ញុំពេលបានទៅដល់ទៅរកត្រប់ដុតគេដែរហ្នឹងគូគេថាត្រប់ដុតឆ្ងាញ់អីអញ្ចឹងទៅពុកម៉ែបងប្អូនបាទបងប្អូនហើយគ្រាន់តែខ្ញុំមកដល់កំពង់សោមឆ្នេរនេះភ្លាមណាខ្យល់សមុទ្របក់មកប៉ះកាយយ៉ាឡើងទៅជាអារម្មណ៍ស្រស់ស្រាយបាត់អស់ភាពនឿយហត់ពីការងារហើយពីការធ្វើដំណើរតែម្ដងហើយសំឡេងរលកណារលកសមុទ្រគឺបោកបក់នៅលើឆ្នេរខ្សាច់ទៅសូស្រាលទទុនបាទយើងស្ដាប់យកចិត្តទុកដាក់គឺធ្វើអារម្មណ៍យើងរំភើបខ្លាំងមែនទែនតែម្ដងបងប្អូនបាទហើយទឹកសមុទ្រគឺពកខៀវស្រងាត់តែម្ដងបងប្អូនហើយអ្វីទាំងអស់ដែលធ្វើឲ្យអារម្មណ៍ស្ងប់សុខនិងស្រស់ស្អាតខ្លាំងណាស់បងប្អូនហើយមិនចម្លែកអីទេបងប្អូនបាទដែលមនុស្សជាច្រើនជ្រើសរើសមកលំហែកាយនៅទីនេះណាហើយបាទនិយាយអំពីម្ហូបវិញបងប្អូនដូចខ្ញុំហ៊ាននិយាយតែម្ដងបងប្អូនបាទមិនបាច់តែអ៊ីអាវក្រហមអ៊ីអាវការ៉ូនេះក៏ឆ្ងាញ់ដូចគ្នាដែរបងប្អូនមកមុខម្ហូបគាត់គឺមានច្រើនមែនតែន fresh ខ្លាំងមែនតែនបងប្អូនបាទមានគេកំងច្រើនមែនតែនបាទមានមឹកអាំងមានបងគឺយីហ៊ីអីនេះជាផ្សេងហ្នឹងអាត្រប់ស្អីគេត្រប់ក្តរគោហ្នឹងគឺល្បីខ្លាំងមែនតែនបាទតូបណាក៏មានលក់ដែរអាត្រប់អីគេហ្នឹងហើយមានទាំងបង្កងមានទាំងមានមួយសេតខ្លាំងតែម្ដងពុកម៉ែបងប្អូនបាទខ្ញុំអាចនិយាយបានថានៅទីនេះណាសឹងតែគ្រប់មុខម្ហូបគឺសុទ្ធតែឆ្ងាញ់ទាំងអស់តែម្ដងហើយថ្លៃសមរម្យទេបងប្អូនបាទបើបងប្អូនញ៉ាំតិចគឺអស់លុយតិចបើបងប្អូនញ៉ាំច្រើនគឺអស់លុយច្រើនហើយអាហ្នឹងគ្រាន់តែដើរកាត់តូបលក់មួយបងប្អូននិយាយថាក្លិនឈ្ងុយហមកាត់ចំមុះភាយតែម្ដងបងប្អូនបាទមឹកអាំងនិយាយថាស្រស់ហើយក៏មានម្ជូរមានអីសពបែបយ៉ាងតែម្ដងបងប្អូនបាទមានបង្គាអាំងធំក្តាមសមុទ្រសាច់ណែនហើយឃើញពិបាកតែទប់ចិត្តណាបងប្អូនហើយពេលឃើញហើយណាមឹកអាំងនៅនេះគឺផ្អែមឆ្ងាញ់មែនទែនជាពិសេសជាមួយនឹងត្រីកោះកុងគេបុកដាក់ម្ទេសហឹលនិយាយពីដាក់មកអូ my god គឺលេបទាំងមាត់គឺតែម្ដងបងប្អូនបាទហើយអ្នកលក់មកចូលវិញនិយាយថាញឹមខ្ជិបបងប្អូនពេលមានគេមកទិញច្រើនមកចិត្តអាខ្លាចនេះមុតដែរនៅដាក់ឆ្វាច់តែម្ដងបងប្អូនបាទឃើញមកជូរលេបទាំងមាត់ជាងឃើញម្ហូបទៀតនងនិយាយមែនអត់ក្រក់ទេបងប្អូនបាទហើយក៏លក់ដាច់បងប្អូនបាទមកអ្នកមកទិញរោមទិញគឺច្រើនមែនទេបន្ទាប់ពីយើងញ៉ាំមឹកអាំងអីអាំងហើយយើងចង់រោអីជូរម្ដងពេលអញ្ចឹងមានតែរោមជូរហ្នឹងហើយបងប្អូនបាទឥឡូវយើងមើលមនុស្សនៅទីនេះគឺច្រើនខ្លាំងមែនទេបងប្អូនបាទគឺអង្គុយញ៉ាំយ៉ាងសប្បាយរីករាយតែម្ដងនិយាយមែនបងប្អូនបាទហើយម្ហូបទីនេះនេះមិនស្នេហ៍មែនតែម្ដងបងប្អូនហ
ហើយបងប្អូនឃើញនេះបាទតូបណាក៏មានត្រប់ដុតដែរបងប្អូនគឺគេអាំងឲ្យឆ្អិនចឹងហើយគេដាក់ពងទាដាក់ទឹកត្រីកោះកុងពេលវាពុះមកវាមូសធ្លាក់អូតំណងខ្លាំងមែនតើបងប្អូនបាទឥឡូវយើងមិនបាច់មើលអ៊ីអាក្រហមយើងមើលអ៊ីអាអូវ៉ាន់តេននេះវិញបងប្អូនបាទគាត់លក់ដាច់ខ្លាំងបងប្អូនបាទអ៊ីអាអូវ៉ាន់តេនមុខពោភីងនេះអូ my god មើលគាត់អាំងអីមើលគាត់មើលទៅអាំងឈ្ងួតល្អខ្លាំងមែនតើបងប្អូនបាទតំណងមែនតើបាទពុកម៉ែបងប្អូនមានកម្រងទៅលេងកំពង់សោមបងប្អូនមិនបាច់តែអ៊ីអាវក្រហមទេអ៊ីអាវអូវ៉ាន់ទីនអ៊ីអាវការ៉ូអ៊ីអាវក្រហមអ៊ីគឺឆ្ងាញ់ទាំងអស់តែម្ដងតែមុនញ៉ាំសួរថ្លៃគេសិនថាថ្លៃយ៉ាងប៉ុណ្ណាអីប៉ុណ្ណាណាហើយបងប្អូនគឺមានខ្យងស្រែមានងាវមានអីដាក់មកគឺអូឈ្ងុយមែនតើបងប្អូនបាទថតបដាលេទាំងមាត់បដាតែលេបឲ្យលើទេខ្លាច់ដាច់វីដេអូចឹងណាពុកម៉ែបងប្អូនបាទហើយបងប្អូនមានកម្រងទៅលេងលើក្រោយហាវខ្ញុំផងបងប្អូនបាទទៅដល់យើងបានគ្នាច្រើននេះគឺអេមមែនតើហើយបានគ្នាតិចយើងទៅគ្នាតិចពេកអត់ទៅសុបាយទេទៅគ្នាច្រើនយើងបានឈៀលបានអីអញ្ចឹងណាហើយម្នាក់លោកអូ my god ទីខែនេះគឺខែ green station និយាយថាអូបងប្អូនបាទធម្មជាតិនេះគឺស្អាតខ្លាំងមែនតើបងប្អូនបាទមនុស្សអង្គុយពេញញ៉ាំយ៉ាងសប្បាយរីករាយតែម្ដងបងប្អូនបាទអេមស្នេហ៍មែនតើតែម្ដងនិយាយទៅបាទពុកម៉ែបងប្អូនមើលហើយកក់កន្លែងតុកបងប្អូនបាទចំណាំកន្លែងតុកបងប្អូនមួយជួរនេះគឺស្អាតមែនតើឆ្នេរខ្សាច់អីហ្នឹងគឺលេខ1តែម្ដងហើយឆ្នេរខ្សាច់ឆ្នេរអីហ្នឹងគឺលេខ1ហើយកតេលអង្គុយគេហ្នឹងគឺគេយកថ្លៃសមរម្យទេបើមិនជាយើងដាក់កៅអីដាក់អីអង្គុយខ្លួនឯងក៏បានដែរបងប្អូនបាទពួកកន្លែងនេះកន្លែងសាធារណៈទេគេអត់បខំយើងទេប៉ុន្តែបើយើងអត់មានបានដាក់អីទៅទេជួលតូបគេអង្គុយកំងតែម្ហូបគេញ៉ាំគឺគេអត់គិតលុយថ្លៃគេចុះថ្លៃតូបថ្លៃកៅអីគេហ្នឹងទេហើយយើងចង់គេងរឹងអីរឹងគឺជួលមួយតែចិត្ត 100000បងប្អូនបាទគឺខ្វះតែ 90000 ទៀត 100,000 និយាយលេងបងប្អូនរឹងគេមួយតែ 10000 រៀលទេបងប្អូនអាចជីមួយស្រឡាញ់បងប្អូនបាទជីមកអស់ចិត្តបងប្អូនអស់ចិត្តពេលណាទុកឲ្យគេពេលហ្នឹងចុះតែ 10000 រៀលទេបងប្អូនបាទហើយអ្នកមកលេងថ្ងៃនេះគឺច្រើនខ្លាំងមែនតើបងប្អូនហើយបាទច្រើនមែនតើមើលឡើយនេះមើលបកងបកាគាត់គឺខ្ជូតខ្លាំងមែនតើបាទច្រើនខ្លាំងមែនតើហ្មងបងប្អូនបាទបងប្អូនឃើញបាទបើគាត់អាំងទាំងចកតែម្ដងបងប្អូនបាទចង់បានធំញ៉ាំអាធំចង់បានតូចញ៉ាំអាតូចបាទចង់អត់ញ៉ាំបាច់កំងគេក៏គេអត់ខឹងដែរបងប្អូននេះជាពិសេសដែលយើងមកដល់ទីនេះណាយើងអាចឈរហាត់ក្លិនហើយនឹងឈរមើលគេអត់គិតលុយយើងទេនិយាយមែនណាវីដេអូយើងមានតែប៉ុណ្ណឹងអរគុណជម្រាបលាបាយបាយ